លេខ13ទៅភ្ជាប់ជាមួយនឹងជើងលេខ13របស់លីឡេមួយហៀងទៀតអូខេឥឡូវជើងម៉ាស់យើងភ្ជាប់ហើយជើងណឺតយើងភ្ជាប់រួចហើយជើងណឺតអូខេខ្សែណឺតយើងភ្ជាប់ direct តែមួយរួចហើយយើងភ្ជាប់ខ្សែហ្វាទៅជាមួយនឹងកងតាក់2តង់កងតាក់ឆ្វេងស្ដាំអូខេភ្ជាប់កងតាក់2តង់ឆ្វេងស្ដាំហើយខាងចេញមួយចំហៀងហើយនៅខាងចេញមួយចំហៀងទៀតអូខេខាងចេញសងខាងចេញសងខាងវាចេញហើយអូខេចឹងអានេះខ្សែហ្វាយើងភ្ជាប់រួចហើយជាប់ទឹកខ្សែចូលកងតាក់មួយចំហៀងមកជាប់ខាងលេខ23ភ្ជាប់គ្នាជាមួយនឹង24នេះខាង23ជាងទៀតនេះខាង23ដូចគ្នា23ហើយលេខ23អូខេសាច់ចូលយើងភ្ជាប់រួចហើយនៅខាងខ្សែចេញលេខ24ជាប់លេខ24ដូចគ្នាចេញមកលេខ24អូខេចឹងខ្សែនេះខ្សែខាងហ្វាចូលលេខ14ចូលលេខ14របស់រីឡេព្រោះលេខ14នេះជាលេខវិជាភ្ជាប់ជើងវិជាទៅរីឡេតែម្ដងអូខេជាប់អូខេអត់ដំណើរការទេហើយយើងបើកភ្លើងអត់ដំណើរការទេខាងនេះក៏ដូចគ្នានៅការលុះត្រាតែយើងភ្ជាប់ដេរេខាងមុខជាប់មកឆ្វេងហើយភ្ជាប់ខាងនេះអត់មានទេខាងនេះនៅអត់ដដែលតែខាងនេះយើងភ្ជាប់បាននេះលេយើងដើរពុកហមហើយយើងដាច់ចេញហើយភ្ជាប់មកខាងនេះវិញមកខាងទី2អូខេលេដើរចឹងវាជាប់ជានៅខាងឆ្វេងស្ដាំនៅនឹងកងតាក់កណ្ដាល
យើងបិទចឹងផ្វេងស្ដាំគឺនៅនឹងកងតាក់កណ្ដាលមានទេតើយើងព្យាពីខាងនេះមកជាភ្ជាប់ហើយបានមានភ្លើងតែខាងនេះអត់មានទេខាងនេះនៅអត់ធម្មតាតើតែយើងភ្ជាប់ពីខាងនេះមកវិញពេលដែលយើងផ្ដាច់ពីកណ្ដាលគឺផ្ដាច់ទាំងអស់